ឡានក្រុង$2របស់យើងចេញដំណើរទៅឲ្យបងប្អូនយើងតាមឆ្នេរសមុទ្ររបស់គេពេលខ្ញុំឃើញឆ្នេរសមុទ្រមានលបងអីអញ្ចឹងមានបកគោលដើរអញ្ចឹងដើមដូងដើមអីអញ្ចឹងចិត្តខ្ញុំទៅនឹកឃើញមាត់ទន្លេស្រុកខ្មែរយើងទៀតហើយបងប្អូនខ្ញុំមិនដឹងមិនដើរលេងស្រុកគេចិត្តចេះតែនឹកឃើញស្រុកខ្មែរណោះបើសិនជាកន្លែងនេះមានដោយស្រុកយើងវិញណាគេលក់អំពៅសាងប្រហិតចៀននំក្រៀបតកកឈូសអីអូយចេកអាំងអីឆ្ងាញ់យ៉ាងណាទេបានដើរលេងនិយាយទៅស្រុកគេដើរលេងវាស្អាតម្យ៉ាងដែរវាសប្បាយម្យ៉ាងដែរប៉ុន្តែវាទាស់ម្យ៉ាងសម្រាប់ខ្ញុំគឺវាទាស់ត្រង់អត់សូវមានអីញ៉ាំគេមានចំបោះម្ហូបគេញ៉ាំហើយប៉ុន្តែដល់យើងមានអារម្មណ៍ថាម្ហូបវាមិនត្រូវមាត់យើងចាអាកន្លែងឆាត់សហ្នឹងគឺឆ្នេរសមុទ្រមួយដែរទៅទៀតខ្ញុំចុះទៅលេងនៅកន្លែងហ្នឹងដើរចុះទៅបើឥឡូវនេះគ្រាន់តែចង់ជិះឡានជុំវិញកោះសិនកោះនេះយើងអាចមកលេងវិលល្ងាចបានសំខាន់ទិញសមុទ្រឲ្យបានមុនមួយខែជាងអីបន្ទាប់មកអាចវិលល្ងាចបានមិនបាច់ដេកហ្នឹងឯង